nên ông này là cô có tôi sai rồi đấy នៅក្នុងមន្ទប់ភាសាវិទ្យាសាស្ត្រអ្នកត្រូវតែពាក់វ៉ែនតាការពារសុវត្ថិភាពដើម្បីការពារភ្នែករបស់អ្នកពីសារធាតុគីមីផ្សេងៗ រូបពេលដែលអ្នកចូលក្នុងមន្ទប់ពិសោធន៍វិទ្យាសាស្ត្រនឹងធ្វើការពិសោធន៍សូមប្រុងប្រយ័ត្នជាមួយនឹងសារធាតុគីមីទាំងអស់នោះដែលអ្នកមិនស្គាល់លាយបញ្ចូលគ្នាអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់បាន សូមកុំយកអាហារនិងភេសជ្ជៈផ្សេងៗចូលក្នុងមន្ទប់ពិសោធន៍ពីព្រោះវាអាចនឹងលាយឡំជាមួយនឹងសារធាតុគីមីដែលនៅក្នុងនោះដែលធ្វើឲ្យយើងមានគ្រោះថ្នាក់នៅពេលដែលយើងប្រើប្រាស់វាសូមមានអាកប្បកិរិយាសមរម្យនៅក្នុងមន្ទីរពិសោធន៍ដោយមិនរត់លេងជជែកគ្នាលេងឬវាយគ្នាឡើយសូមដាក់សម្ភារៈទៅតាមកន្លែងវិញឲ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់វារួចប្រសិននៅកំឡុងពេលពិសោធន៍អ្នកមានអ្វីចូលក្នុងភ្នែករបស់អ្នកសូមអ្នកទៅខាងមុខនៃជ្រុងម្ខាងដែលជាកន្លែងសម្រាប់លាងភ្នែករួចលាងសម្អាតភ្នែករបស់អ្នកទុកចោលរយៈពេល15នាទីយ៉ាងតិចបើក្នុងករណីមួយទៀតដែលអ្នកទាំងអស់គ្នាកំពុងតែពិសោធន៍ក្នុងបន្ទប់ផ្លែតហើយបើសារធាតុគីមីមួយចំនួនបានខ្ទាតទៅរបស់ស្បែករបស់អ្នកឬក៏ខោអាវរបស់អ្នកអ្នកនេះត្រូវតែរត់មករកកន្លែងនេះទីបន្ទាន់គេហៅជាកន្លែង rosation កន្លែងដែលអាចមានសម្អាតខ្លួនឯងបានអូខេវានៅទីនេះខ្ញុំសូមបញ្យល់បន្តិចនៅពេលនេះមកដល់ទីនេះហើយអ្នកអត់មានគោលទៅដល់អាយរបស់ខ្លួនឯងដែលមានសារធាតុហ្នឹងនឹងខ្លួននឹងស្បែកដែលអត់នេះកំពុងតែប៉ះទៅនឹងសារធាតុគីមីមួយចំនួនហ្នឹងយើងគ្រាន់តែដល់ទីនេះឈរនៅក្នុងនេះបែបនេះហើយយើងទីទឹកខាងក្នុងតែវាមានកន្លឿននេះទៀតយើងទីវាផងទៅគំនិតមករងចាំរហូតដល់15នាទីទៅយើងអាចទៅឆ្នាំបាននៅក្នុងកំឡុងពេលដែលពិសោធន៍មានសម្ភារៈបែកសូមកុំទៅប៉ះពាល់វាសូមទៅប្រាប់លោកគ្រូឬក៏ជំនួយការប្រចាំនៅទីពិសោធន៍មកសម្អាតវាចំណុចនេះផងដែរបើសិននៅក្នុងករណីមួយដែលមានមនុស្សអ្នកកំពុងឆាបឆាតនៅក្នុងកំឡុងពេលដែលពិសោធន៍នោះអ្នកនេះអាចទៅរកភួយនៅខាងក្រោយបានភួយនេះគេហៅថា fire blanket ជាមួយនឹងភួយបតុតគីភ័យអ្នកគួរតែយកវាប្រើដើម្បីបតុតគីភ័យតែកើតឡើងចំពោះមនុស្សដែលកំពុងតែឆាបឆេះដោយយកវារុំជុំវិញមនុស្សដែលឆាបឆេះនោះបន្ទាប់មកឲ្យអ្នកដែលកំពុងតែមានភ្លើងឆាបឆេះនោះផ្ដួលខ្លួនរបស់គាត់បន្ទាប់មកឲ្យគាត់រមាខ្លួនដើម្បីពន្លត់ភ្លើងដាច់ខាតអ្នកមិនត្រូវប្រើប្រាស់ទឹកដើម្បីបតុតគីភ័យនៅក្នុងបន្ទប់ពិសោធន៍ទេយ៉ាងទៀតបើសិននៅកន្លែងណាមួយដែលកំពុងតែឆាបឆេះខ្លាំងមានភ្លើងឆាបឆេះអ្នកនេះអាចទៅរកបំពង់បតុតគីភ័យបាននៅទីនេះនេះជាបំពង់បតុតគីភ័យ
ខ្ញុំនឹងបង្ហាញអ្នកពីរបៀបប្រើប្រាស់ធុងពលុតអគ្គីភ័យប្រសិនបើតើនៅចង្អុលពណ៌ចង្អុលទៅពណ៌បៃតងហើយយើងអាចប្រើប្រាស់វាបានដោយការដកកន្លឹះវាចេញនៅក្នុងពេលដែលយើងកំពុងតែប្រើប្រាស់ធុងពលុតអគ្គីភ័យគឺយើងត្រូវបាញ់វានៅចម្ងាយប្រហែល2ម៉ែត្រពីភ្លើងសង្កត់ដៃនៃធុងពលុតអគ្គីភ័យហើយនៅពេលជាមួយគ្នានោះដែរដៃម្ខាងទៀតកាន់បំពង់របស់វាសំដៅទៅលើទីតាំងដែលមានភ្លើងកំពុងឆាបឆេះដើម្បីឲ្យម្សៅនិងអូស្មန်នៅក្នុងធុងពលុតអគ្គីភ័យតបទៅលើភ្លើងដែលកំពុងតែឆាបឆេះសិស្សដែលមានសក់វែងត្រូវតែក្រងសក់ហើយដាក់វានៅផ្នែកខាងក្រោយខ្នងសិស្សទាំងអស់គ្នាមិនត្រូវប៉ះពាល់បំពង់បញ្ចេញអូស្មန်ទេប្រសិនជាអ្នកមានអារម្មណ៍ថាធុំក្លិនមានអូស្មန်ភាយចេញនៅក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្ត្រសូមអ្នកទៅចុចប៊ូតុងពណ៌ក្រហមដើម្បីបិទហ្គាសសំឡេងនេះគឺជាសំឡេងដែលបញ្ជាក់ថាមានអូស្មန်លេចឡើងនៅក្នុងទីពិសោធន៍ដូច្នេះបើសិនជាអ្នកឮវាសូមត្រូវចុចប៊ូតុងពណ៌ក្រហមដើម្បីបិទអូស្មန်នៅក្នុងបន្ទប់ពិសោធន៍ហើយជម្លៀសខ្លួនចេញពីបន្ទប់ពិសោធន៍ធ្វើតាមក្បួនសាមញ្ញមួយនេះអ្នកនឹងមានសុវត្ថិភាពហើយអ្នកនឹងរីករាយនៅក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ